ជុំ switch ខុសកំណាត់ដូចគ្នាទេតែមិនសលេងខុសគ្នាពីវីដេអូចឹង ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់មានអារម្មណ៍ថាហេតុអីបាន keyboard គេលឺប្រូម៉េះចុះហេតុអីបានជាพอយើងលឺផ្សេងទៅវិញតែប៉ុន្តែមានកត្តាច្រើនមែនទែនតែនៅក្នុងវីដេអូនេះយើងនឹងនិយាយកត្តា3សំខាន់បំផុតដែលកំណត់សំឡេងនៃ keyboard របស់អ្នកទាំងអស់គ្នា This is Keyboard 101 episode 7 កត្តាទី1គឺតួ keyboard case ឬ kit ប្រភេទតួដៃឬអលុយមីញ៉ុមផ្ដល់នូវសំឡេងបែកខ្លាចខ្លាំងនិងសទន់ជាង case ប្រភេទជ័រ plastic ជាក់ស្ដែងដូចជា ACC 100នេះអញ្ចឹងតួអលុយមីញ៉ុមមានភាពរឹងមាំខ្លាំងពេលយើងចុចវាមិនស្រូបរញ័រទេតែវាបញ្ចេញនូវសំឡេងដែលមុតនិងច្បាស់ជាងតួ plastic ចំណែក case ជ័រ plastic វិញវាស្រូបរំញ័របានច្រើនធ្វើឲ្យសំឡេងឮទៅមានភាពងំជាងនិងមិនសូវខ្ទរដូចតួដៃឬអលុយមីញ៉ុមទេកត្តាទី2គឺការ mount keyboard ការលូ switch ជួយឲ្យវាដើរបាន smooth ស្ងាត់និងមានសំឡេងធ្ងន់ជាងមុនបន្តិចព្រោះវាជួយកាត់បន្ថយការកកិតរវាង stem និង housing របស់ switch ការថែម mount និងដាក់សំឡេង polyfill គឺដើម្បីកាត់បន្ថយភាព hollow ក្នុង case ធ្វើឲ្យសំឡេងឮណែនល្អនិងងំជាងមុនកត្តាចុងក្រោយដែលមនុស្សជាច្រើនមិនសូវដឹងគឺប្រភេទនៃ keycap profile ក៏ជះឥទ្ធិពលដល់សំឡេងដែរឧទាហរណ៍យើង set preset សំឡេង cherry profile និង MOA profile តែ spec ដូចគ្នាទាំងអស់ចឹងនេះគឺជាកត្តាសំខាន់ដែលធ្វើឲ្យ switch ដូចគ្នាមែនតែផ្ដល់សំឡេងខុសគ្នាសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាឲ្យយល់កាន់តែច្បាស់អំពី keyboard អរគុណ